បងប្អូនបើតាមសារព័ត៌មាន Khao Short ជាភាសាអង់គ្លេសបាទបានចេញផ្សាយកាលពីថ្ងៃទី11ម្សិលមិញថាបន្ទាប់អំពីការផ្ទុះមីនបាទនៅឯតំបន់ព្រំដែនបាទខេត្តស៊ីសង្កេតទល់មុខនឹងខេត្តព្រះវិហាររបស់កម្ពុជាយើងបាទអញ្ចឹងប្រទេសថៃនឹងបានធ្វើការបង្កកលិខិតអនុញ្ញាតការងាររបស់ពលករខ្មែរយើងនៅឯប្រទេសថៃនឹងគឺបណ្ដោះអាសន្នបាទអត់មានឲ្យបន្តលិខិតអនុញ្ញាតជាបន្តទេបាទនេះគឺជាការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងការងាររបស់ថៃបាទដែលបានចេញមកបញ្ជាក់បន្ទាប់ពីប្រជុំគណៈរដ្ឋមន្ត្រីរបស់ថៃបាទកាលពីថ្ងៃទី11ម្សិលមិញនេះតែម្ដងបាទអញ្ចឹងអត់មានការស៊ើបអង្កេតអីឲ្យបានមកចត់ទេបាទថាតើការផ្ទុះក្របមីនបាទដែលធ្វើឲ្យទាហានថៃរងរបួសបាទចំនួន2នាក់វាមកពីមីនចាស់ឬក៏មីនថ្មីបាទអញ្ចឹងខាងថៃនឹងអត់មានធ្វើការស៊ើបអង្កេតទេបងប្អូនបាទឲ្យតែផ្ទុះបាទធ្វើឲ្យទាហានគេរងរបួសគឺគេដឹងតែចោទមកលើកម្ពុជាយើងតែម្ដងបាទថាកម្ពុជាយើងគឺលួចបង្កប់មីនថ្មីធ្វើឲ្យកូនទាហានគេរងរបួសបាទហើយយកលេសផ្សេងគឺចោទមកលើកម្ពុជាយើងបាទលុបកិច្ចព្រមព្រៀងសន្តិភាពបាទដែលបានចុះហត្ថលេខារួមគ្នាបាទភ្លាមតែម្ដងនេះគឺជាការចោទប្រកាន់ដោយគ្មានហេតុផលដោយគ្មានភស្តុតាងច្បាស់លាស់បាទពីសំណាក់ប្រទេសថៃដែលចោទមកលើប្រទេសកម្ពុជាយើងបាទអញ្ចឹងគ្មានការស៊ើបអង្កេតគ្មានការវេជ្ជញែករកខុសត្រូវអីច្បាស់លាស់ទេបាទតាំងពីមេរហូតដល់កូនចៅបាទឥឡូវនេះគឺខាងកូនចៅនឹងចេញមកប្រកាសក្តែងថានឹងបង្កកលិខិតអនុញ្ញាតការងាររបស់ពលករខ្មែរយើងនៅឯប្រទេសថៃបាទអត់ឲ្យបន្តទេអញ្ចឹងបងប្អូនជួយ share ព័ត៌មាននេះបាទឲ្យទៅខាងពលករខ្មែរក៏ដូចជាប្រជាជនបាទទូទាំងប្រទេសកម្ពុជាយើងបានជ្រាបជាព័ត៌មានទាំងអស់គ្នាផងបាទសូមអរគុណច្រើនបងប្អូនបើតាមសារព័ត៌មាន Khao Short ជាភាសាអង់គ្លេសបាទបានចេញផ្សាយកាលពីថ្ងៃទី11ម្សិលមិញថាបន្ទាប់អំពីការផ្ទុះមីនបាទនៅឯតំបន់ព្រំដែនបាទខេត្តស៊ីសង្កេតទល់មុខនឹងខេត្តព្រះវិហាររបស់កម្ពុជាយើងបាទអញ្ចឹងប្រទេសថៃនឹងបានធ្វើការបង្កកលិខិតអនុញ្ញាតការងាររបស់ពលករខ្មែរយើងនៅឯប្រទេសថៃនឹងគឺបណ្ដោះអាសន្នបាទអត់មានឲ្យបន្តលិខិតអនុញ្ញាតជាបន្តទេបាទនេះគឺជាការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងការងាររបស់ថៃបាទដែលបានចេញមកបញ្ជាក់បន្ទាប់ពីប្រជុំគណៈរដ្ឋមន្ត្រីរបស់ថៃបាទកាលពីថ្ងៃទី11ម្សិលមិញនេះតែម្ដងបាទអញ្ចឹងអត់មានការស៊ើបអង្កេតអីឲ្យបានមកចត់ទេបាទថាតើការផ្ទុះក្របមីនបាទដែលធ្វើឲ្យទាហានថៃរងរបួសបាទចំនួន2នាក់វាមកពីមីនចាស់ឬក៏មីនថ្មីបាទអញ្ចឹងខាងថៃនឹងអត់មានធ្វើការស៊ើបអង្កេតទេបងប្អូនបាទឲ្យតែផ្ទុះបាទធ្វើឲ្យទាហានគេរងរបួសគឺគេដឹងតែចោទមកលើកម្ពុជាយើងតែម្ដងបាទថាកម្ពុជាយើងគឺលួចបង្កប់មីនថ្មីធ្វើឲ្យកូនទាហានគេរងរបួសបាទហើយយកលេសផ្សេងគឺចោទមកលើកម្ពុជាយើងបាទលុបកិច្ចព្រមព្រៀងសន្តិភាពបាទដែលបានចុះហត្ថលេខារួមគ្នាបាទភ្លាមតែម្ដងនេះគឺជាការចោទប្រកាន់ដោយគ្មានហេតុផលដោយគ្មានភស្តុតាងច្បាស់លាស់បាទពីសំណាក់ប្រទេសថៃដែលចោទមកលើប្រទេសកម្ពុជាយើងបាទអញ្ចឹងគ្មានការស៊ើបអង្កេតគ្មានការវេជ្ជញែករកខុសត្រូវអីច្បាស់លាស់ទេបាទតាំងពីមេរហូតដល់កូនចៅបាទឥឡូវនេះគឺខាងកូនចៅនឹងចេញមកប្រកាសក្តែងថានឹងបង្កកលិខិតអនុញ្ញាតការងាររបស់ពលករខ្មែរយើងនៅឯប្រទេសថៃបាទអត់ឲ្យបន្តទេអញ្ចឹងបងប្អូនជួយ share ព័ត៌មាននេះបាទឲ្យទៅខាងពលករខ្មែរក៏ដូចជាប្រជាជនបាទទូទាំងប្រទេសកម្ពុជាយើងបាន
ជ្រាបជាព័ត៌មានទាំងអស់គ្នាផងបាទសូមអរគុណច្រើន